ឥឡូវយើងកាត់ខោមិនរួចហើយឈុតខោកស៊ូឈុតពេទ្យចាកស៊ូក្រោយមិញណារួចហើយឥឡូវយើងមកចូលកាត់អាវចាគេហៅឈុតប្លុកចាឥឡូវយើងកាត់ចាគូសមកទុកធ្នេ1លេខចាចុះស្មើ5លេខសម្រងអាវសម្រងអាវ65យើងវាត់ពីលើមកគូមកបាត់ចេញ5លេខចាយើងមើលទំហំអាវចាទំហំអាវ90ចា90យើងចែកមើលទំហំអាវ90តាគៀកចាតាគៀក96 23អញ្ចឹងយើងលេមកខណៈយើងយក25ចា26អញ្ចឹងយើងលេកណាត់យើងចែកទំហំតាគៀកតែទំហំធម្មតាមនុស្សយើងទំហំតាគៀកធំជាងយើងលេមកចាលេទំហំកុំឲ្យសល់កណាត់ចោលចាអញ្ចឹងយើងហើយយើងលេចឹងហើយយើងចែកមកចាចែកចាយើងបៀបចុះក្លៀកចាទំហំក្លៀកចា44ចា44ចែក2បាន22ចា22ដល់6ចានេះ22នៅនេះចា16ចំណុច6នៅកន្លែងនេះចាចូលពុំមកចឹងចុះក្លៀកហ្មងចាចំណុចនេះស្មើទេចុះក្លៀក10ចា16បន្ទាប់មកយើងចែកប៉ុនេះចន្លោះនេះហើយសម្រងហើយយើងចែកចន្លោះនេះជា2មកបាន43 21កន្លះគូចេញមកចានេះគឺជាចំណុចរៀងចាឥឡូវយើងមកចែកទំហំចា90 22កន្លះប៉ុណ្ណេះចាអញ្ចឹងបូក3លេខអាវនេះអត់យករៀងរឹបបានចាបើរឹបស្លៀកនេះទេវារៀងពិបាកសោកព្រោះនេះអាវសោកពីលើចាអញ្ចឹងតាគៀក23បូក3លេខចា3លេខ4លេខតាមយើងចង់បានអាលងទៅអញ្ចឹងណាបើ